ជំរាបសួរលោកនាយកលោកគ្រូអ្នកគ្រូនិងសិក្ខាកាមទាំងអស់ដែលមានវត្តមាននៅទីនេះជាទីគោរពសូមស្វាគមន៍មកកាន់សិក្ខាសាលាស្ដីពីការប្រើប្រាស់ឧបករណ៍ H5P Interactive Book នៅក្នុងមេរៀននេះយើងនឹងរៀនពីការប្រើប្រាស់ឧបករណ៍សំខាន់មួយចំនួនដើម្បីរៀបចំមេរៀនឲ្យសិស្សបានធ្វើកិច្ចការនៅផ្ទះរៀងៗខ្លួនមុនពេលដែលពួកគេមកកាន់ថ្នាក់រៀនតោះដើម្បីកុំឲ្យខាតពេលយូរយើងទៅរៀបចំកិច្ចការនេះទាំងអស់គ្នាដំបូងយើងមកកាន់ Telegram សហគមន៍សិក្សាវិជ្ជាជីវៈគ្រូបង្រៀននៅទីនេះយើងត្រូវការរក្សាទុកគំរូដែលខ្ញុំបានរៀបចំជូនលោកអ្នកដើម្បីយកទៅដំឡើងនៅក្នុងប្រព័ន្ធបាទឥឡូវនេះយើងចាប់ផ្ដើម save ឯកសារនេះទុករកទីតាំងរបស់យើងរួចចាប់ផ្ដើមរក្សាទុកយើងចាក់ចេញពីក្រុម Telegram ហើយប្រើប្រាស់គណនី login ចូលប្រព័ន្ធដើម្បីរៀបចំមេរៀនរបស់យើងនៅទីនេះយើងឃើញមានឯកសារមួយចំនួនដែលយើងបានរៀបចំរួចរាល់ដើម្បីបង្កើតយើងត្រូវចុចប៊ូតុង Add New រងចាំវាបន្តិចទាំងនេះបានបង្ហាញកើតឡើងបាទយើងឃើញនៅមានផ្នែកខាងក្រោមមានចំណុចឧបករណ៍ជាច្រើនហើយដើម្បីរៀបចំយើងចុច Upload នៅទីនេះប៉ុន្តែសូមមើលបន្តិចនៅក្នុង Creative Content យើងមានឧបករណ៍ Interactive ច្រើនហើយអ្នកគ្រូអាចព្យាយាមសាកល្បងវាតោះឥឡូវនេះយើងទៅ Upload មេរៀនរបស់យើងចុចប៊ូតុង Upload នៅទីនេះផ្ទាំងមួយបានបង្ហាញអញ្ចឹងយើងចុចប៊ូតុង Upload a file បន្ទាប់មកយើងត្រូវទៅរកទីតាំងនៃឯកសាររបស់យើងបាទខ្ញុំទុកនៅក្នុង document ហើយខ្ញុំចុចនៅលើ file មួយនេះរួចចុចប៊ូតុង Open បាទក្រោយការចុចយើងឃើញមានឈ្មោះ file បាទនៅក្នុងកន្លែងប្រអប់ Upload and HV file ចុចប៊ូតុងមួយដែលនៅក្បែររាងប្រផេះគឺពាក្យថា Use បាទក្រោយពីការចុចយើងនឹងចាប់ផ្ដើមដំណើរការ Upload លោកអ្នកត្រូវរងចាំវាបន្តិចក្រោយការ Upload រួចរាល់យើងនឹងមានសារមួយបោះបញ្ជាក់អំពីការ Upload ឯកសាររបស់យើងទៅលើ H5P Interactive Book ហ្នឹងវាជោគជ័យបាទហើយនៅទីនេះគឺជាគំរូ model ដែលនឹងត្រូវធ្វើបទបង្ហាញបាទយើងមានផ្នែកខាងឆ្វេងបាទគេហៅថា page យើងមានមាតិកាជាច្រើននៅទីនេះជា scroll ឡើងលើបន្តិចបាទឥឡូវនេះយើងមកមើលមាតិកា Interactive Book របស់យើងតែមួយតែម្ដងបាទយើងមាន title នៅក្នុងចំណុចនេះហើយយើងមាន Enable Book Cover លោកអ្នកនឹងរៀបចំដំឡើងក្របសៀវភៅបាទហើយមានមាតិកាទៅលើចំណុចមួយគឺ True and False ហើយបើសិនបើយើងមើលខាងឆ្វេងបាទនៅពេលដែលយើងរៀបចំឈ្មោះរបស់វាកាលណាយើងវាយឈ្មោះនៅក្នុង title ហ្នឹងនៅផ្នែក collapse បាទវានឹងបង្ហាញបាទដូចជាចំណុចទី2អញ្ចឹងបាទយើងវាយឈ្មោះ 1.1 បំណិនកាលអាកាសហើយវានឹងបង្ហាញនៅផ្នែកខាងឆ្វេងចំណុចទី3ក៏ដូចគ្នាដែរបាទផ្នែកអំណានទី1កាលណាយើងវាយបែបនេះចំណានវានឹងបញ្ចេញតរហូតហើយតោះយើងមកមើលមេរៀនទី1របស់យើងតើមានមាតិកាអីខ្លះដែលយើងត្រូវរៀបចំបាទនៅទីនេះយើងឃើញមាន True False បាទជាប្រភេទសំណួរឆ្លើយខុសត្រូវបាទអញ្ចឹងយើងបង្កើតសំណួរមួយទៅហើយយើងដាក់ចម្លើយខុសឬត្រូវហើយទី2គឺតកតននឹងទាញបាទអូសពាក្យទៅទម្លាក់នៅក្នុងប្រអប់បាទអញ្ចឹងយើងមាន track to word បាទបន្ទាប់មកយើងចុះមកខាងក្រោមបាទយើងមានមាតិកាច្រើនបាទមាន multiple choice មាន single choice ហើយនឹងមានមាតិកាមួយចំនួនទៀតតោះឥឡូវយើងទាញឯកសាររបស់យើងគឺឡើងទៅលើហើយនៅទីនេះយើងចុចពាក្យថាប៊ូតុង create បាទក្រោយការចុចយើងនឹងរក្សាទុកគំរូឯកសារមេរៀនរបស់យើងនៅទីនេះហើយវានឹងបង្ហាញឈ្មោះបាទនៅក្នុង My H5P content ចុចនៅលើឧបករណ៍មេរៀនរបស់យើងហើយនេះគឺជាទ្រង់ទ្រាយនៃមេរៀនរបស់យើងបាទយើងមាន G10 K1 ដែលជាកិច្ចការផ្ទះហើយនេះជាគំរូហើយយើងចុចប៊ូតុងមួយឈ្មោះថាចូលអានបាទក្រោយការចុចប៊ូតុងចូលអានយើងនឹងទទួលបានផ្ទាំងនៃការប្រើប្រាស់ដោយសារមេរៀននេះយើងបានរៀបចំរួចរាល់ហើយបាទជាគំរូអញ្ចឹងលោកអ្នកអាចទស្សនាបានហើយនៅក្នុងចំណុចនេះយើងរៀនធ្វើតែមេរៀនមួយទេគឺអំណាន 1.2 បែបដែលយើងនិយាយអំពីការបញ្ចូលរូបភាពបាទការរៀបចំជ្រើសរើសបាទយើងមានកម្រងសំណួរមួយទៅហើយយើងឲ្យសិស្សជ្រើសរើសអំពីតួអង្គអីខ្លះដែលមាននៅក្នុងហ្នឹងបាទអញ្ចឹងយើងមានរូបភាពយើងមានកម្រងសំណួរ
ជ្រើសរើសគឺថាពាក្យថា mark the word ហ្នឹងបាទហើយយើងមានកម្រងសំណួរចម្លើយត្រឹមត្រូវវាមានច្រើនហើយយើងអាចមានសំណួរមួយចំនួនទៀតគឺទាញពាក្យទៅទម្លាក់ក្នុងប្រអប់បាទនៅក្នុងការទាញពាក្យទៅទម្លាក់ក្នុងប្រអប់ឲ្យបានត្រឹមត្រូវហ្នឹងយើងទាញពាក្យមហាសាគរទាញពាក្យជ្រោះគ្នាទាញពាក្យស្ដេចសៀមអីចឹងទៅហើយយើងចុចពាក្យពិនិត្យចម្លើយបាទអញ្ចឹងបើសិនបើជាចម្លើយត្រូវបាទគាត់នឹងបង្ហាញលទ្ធផលហើយចម្លើយខុសក៏បង្ហាញដូចគ្នាដែរបាទនៅផ្នែកខាងលើក៏ដូចគ្នាដែរយើងអាច tick ចម្លើយណាមួយទៅបាទនេះគឺជាការត្រួតពិនិត្យចម្លើយដែលយើងបានរៀបចំអញ្ចឹងបើយើងរៀបចំត្រូវវាបង្ហាញហើយក្នុងចំណុចនេះយើងអាចសាកល្បងម្ដងទៀតក៏បានដែរបាទឥឡូវយើងសាកទៅចុចទាំងអស់គ្នាបាទនេះគឺជាតួអង្គដែលមាននៅក្នុងរឿងបាទកាលហ្នឹងបើសិនបើយើង tick ត្រូវបាទចំពោះតួអង្គហ្នឹងវាឲ្យចម្លើយហើយបើខុសវាបង្ហាញនៅទីនេះបាទអញ្ចឹងយើងឃើញថាមានភាពងាយស្រួលនៅក្នុងកិច្ចការនេះបាទអញ្ចឹងមាតិកាដែលយើងត្រូវរៀបចំនៅថ្ងៃនេះគឺយើងរៀនទៅលើការរៀបចំអំណាចមេរៀន 1.2 បាទតកតងនឹងមេរៀនថ្នាក់ទី10គឺភ្នំបាយ៉ង់កោនៅខេត្តតាកែវហើយយើងមានគំរូនៃការរៀបចំជាច្រើនបាទមាន Max the word មាន multiple choice រហូតទៅដល់ប្រភេទសំណួរ true false question ជាដើមបាទយើងចុចប៊ូតុងនៅផ្នែកខាងក្រោមគឺសង្ខេបនិងប្រគល់កិច្ចការក្នុងផ្ទាំងនេះយើងឃើញមានទម្រង់នៃមេរៀនរបស់យើងមាន9 slide បាទនៅផ្នែក slide នីមួយៗហ្នឹងគឺចំណុចនីមួយៗគឺមានពិន្ទុនៅខាងស្ដាំដៃបាទអញ្ចឹងយើងស្គរឡើងមកលើដើម្បីមើលពិន្ទុស្របសិស្សដែលធ្វើបានបាទគាត់ត្រូវការ165ពិន្ទុហើយបច្ចុប្បន្នហ្នឹងគឺគាត់បានតែ7ពិន្ទុទេនៅក្នុងមេរៀនទាំងមូលគិតជាវឌ្ឍនភាពបាទប្រព័ន្ធរៀបចំឲ្យហើយគឺក្នុង9បាទ9មេរៀនហ្នឹងគាត់បាន 10% បាទ 10% ដែលគាត់បានធ្វើអញ្ចឹងគាត់ត្រូវការរៀបចំធ្វើលំហាត់ឲ្យគ្រប់បាទចំនួន165ពិន្ទុស្មើនឹងវឌ្ឍនកម្ម 100% នៅទីនេះបាទជាអន្តរកម្មនៃមេរៀនទាំងអស់តម្រូវឲ្យគាត់រៀបចំធ្វើនៅផ្ទះរបស់ពួកគេរៀននឹងខ្លួនមុនពេលដែលពួកគេមកកាន់ថ្នាក់រៀននៅឯសាលាការរៀបចំសៀវភៅអន្តរកម្មគឺជាគន្លឹះដ៏មានប្រសិទ្ធភាពក្នុងការជំរុញស្មារតីស្វ័យសិក្សារបស់សិស្សនិងការចូលរួមរបស់ពួកគេយ៉ាងសកម្មការពង្រឹងសមត្ថភាពគ្រូបង្រៀនទៅលើបច្ចេកវិទ្យាអប់រំទំនើបនេះនឹងជួយលើកកម្ពស់គុណភាពនៃការបង្រៀននិងកសាងទម្លាប់នៃការសិក្សាពេញមួយជីវិតស្របតាមបរិបទអភិវឌ្ឍធនធានមនុស្សនៅប្រទេសកម្ពុជាបាទតោះឥឡូវនេះយើងមករៀបចំមេរៀននេះតតែម្ដងឥឡូវនេះខ្ញុំ right click ហើយ open ប្រើ tab មួយដើម្បីបើកឯកសារដែលជាឯកសារគោលរបស់យើងនៅទីនេះបាទអញ្ចឹងយើងមានមួយ tab បាទ tab នេះខ្ញុំទាញទម្លាក់មកហើយបន្តមកខ្ញុំបើកមួយ tab ទៀតអញ្ចឹងក្នុងផ្នែកទី2បាទយើងចុចhamburger ហើយបន្តមកយើងរើសយក X5P content ផ្នែកខាងឆ្វេងដៃបាទគឺជាផ្នែកដែលយើងត្រូវរៀបចំជាគំរូឯផ្នែកខាងស្ដាំដៃគឺជាអ្វីដែលជានឹងត្រូវធ្វើមេរៀននេះទាំងអស់គ្នាចុចប៊ូតុង add new យើងទទួលបានផ្ទាំងថ្មីមួយហើយផ្ទាំងនេះនៅក្នុងប្រអប់បាទ search for content type យើងបញ្ចូលអក្សរ interactive ដោយសារតែនៅក្នុង computer ខ្ញុំមាន history ដែលខ្ញុំបានធ្លាប់បានបញ្ចូលអញ្ចឹងយើងចុចនៅលើវាទៅហើយបន្ទាប់មកយើងមកមើលមាតិកាមួយចំនួនចុច read more បាទដើម្បីអានហើយនៅកន្លែងនេះអ្នកគ្រូដែលអាចអានភាសាអង់គ្លេសបានអញ្ចឹងវា detail មួយចំនួនដែលបង្ហាញមានប៊ូតុងមួយចំនួនទៀតដែលយើងត្រូវ update នៅក្នុងប្រព័ន្ធវាឲ្យដោយស្វ័យប្រវត្តិនៅពេលដែលមានការ update អញ្ចឹងលោកគ្រូឃើញប៊ូតុងបែបនេះចុចនៅលើ update ទៅបាទក្រោយពីយើង update រួចរាល់បាទអញ្ចឹង interactive book successful install បាទគឺជាសារដែលបញ្ជាក់ថាវាបានដំឡើងធ្វើបច្ចុប្បន្នភាពរួចរាល់បន្ទាប់មកយើងចុចប៊ូតុង use ក្រោយការចុចប៊ូតុងនេះបាទយើងនឹងទទួលបានផ្ទាំងនៃការប្រើប្រាស់ interactive book បាទអញ្ចឹងយើងមានរបៀបដែលយើងត្រូវរៀបចំបាទផ្នែកនៅខាងឆ្វេងបាទគឺជាព័ត៌មានដែលយើងអាចចូលអានបានតោះឥឡូវយើងចូលអានបន្តិចអញ្ចឹងយើងចូលកន្លែងហ្នឹងមកហើយយើងពង្រីកវាធំបាទអញ្ចឹងពេលដែលយើងពង្រីកជើងផ្ទៃរបស់យើងធំហើយឥឡូវយើងបរួមវាត្រឡប់មកវិញបាទអញ្ចឹងនៅក្នុងចំណុចនៃមាតិកាទាំងអស់បាទមានមេរៀនទី1មេរៀនទី2ហើយនិងមេរៀនទី3បាទហើយខ្ញុំសូមបង្ហាញត្រួសទៅលើការរៀបចំតែទៅលើមេរៀនទី1.2បាទតកតងនឹងអំណាន
ភ្នំបាយងកោនៅខេត្តតាកែវបាទយើងមានមេតិកាដែលយើងបានរៀបចំពី Mark Stewart រហូតទៅដល់ True False Question បាទតោះឥឡូវនេះយើងត្រឡប់ទៅកាន់ផ្នែកខាងស្ដាំនៃផ្ទាំងការងាររបស់យើងវិញម្ដងនៅក្នុងប្រអប់ title បាទខ្ញុំ copy ចំណងជើងដែលនៅខាងឆ្វេងដៃរបស់ខ្ញុំបាទគឺ G10K1 គេការផ្ទះខ្ញុំ Ctrl C ហើយ Ctrl V នៅក្នុងប្រអប់នេះបាទហើយក្នុងកិច្ចការនេះខ្ញុំដាក់ K10 បាទគឺតំណាងភាសាខ្មែរទី10ខ្ញុំលុបចេញ G10 ខាងមុខចេញហើយនេះគឺជាមេរៀនទី1ខ្ញុំដាក់អក្សរ L1 អក្សរ L បាទ L1 នៅក្នុងមេរៀនដែលសម្គាល់កិច្ចការផ្ទះមេរៀនទី1នៅខាងក្រោមខ្ញុំដាក់ SA គឺ Student Activity ហើយខ្ញុំសម្គាល់ពាក្យកាត់បែបនេះទេបាទអញ្ចឹងយើងងាកមកមើលចំណងជើងមេរៀនគោលធំរបស់យើងវិញម្ដងអញ្ចឹងការដាក់ចំណងជើងមេរៀនគឺដាក់ឈ្មោះមេរៀនយើងអាចដាក់បាន K10 បាទ K10 នេះគឺសម្គាល់ភាសាខ្មែរថាទី10 L1 គឺសម្គាល់មេរៀនទី1ហើយកិច្ចការផ្ទះយើងដាក់ជាចំណងជើងហើយ Student Activity គឺជាសកម្មភាពរបស់សិស្សបាទអញ្ចឹងយើងមានឈ្មោះពេញលេញនៃការដាក់ចំណងជើងដើម្បីសម្គាល់ឯកសាររបស់យើងបានត្រឹមត្រូវអញ្ចឹងនៅក្នុងចំណុចបន្ទាប់យើងចុចនៅលើពាក្យថា tick បាទ tick នៅលើ enable book cover អញ្ចឹង enable book cover ហ្នឹងរូបរាងម៉េចបាទយើងបិទផ្ទាំងរបស់យើងហើយយើងបើកផ្ទាំងកិច្ចការផ្ទះរបស់សិស្សហ្នឹងជាផ្ទាំងគំរូដែលយើងត្រូវ copy ហ្នឹងម្ដងទៀតបាទនៅក្នុងផ្ទាំងនេះលោកគ្រូនឹងឃើញមានទ្រង់ទ្រាយក្របសៀវភៅបាទនេះគឺជាក្របសៀវភៅមេរៀនទី1របស់យើងអញ្ចឹងក្របសៀវភៅហ្នឹងយើងយកមកដាក់នៅកន្លែង enable book cover នៅក្នុងខាងស្ដាំដៃហ្នឹងអញ្ចឹងយើង tick វាទៅបាទ tick វាទៅហើយបន្ទាប់មកយើង scroll ចូលមកក្រោមបន្តិចបាទនៅផ្នែកខាងក្រោមហ្នឹងមានឈ្មោះថា cover page ជាអ្នកគ្រូពលាវាចេញមកហើយកន្លែង cover description ហ្នឹងគឺជាសេចក្តីលម្អិតបាទគឺជាអក្សរដែលអ្នកគ្រូ copy ជាងសេចក្តីលម្អិតនៃមេរៀនហ្នឹងអ្នកគ្រូអាច copy paste បាទអញ្ចឹងអាកន្លែងដែលបង្ហាញហ្នឹងអក្សរដែលបង្ហាញនៅក្នុងប្រអប់ហ្នឹងវានៅបង្ហាញនៅផ្នែកខាងឆ្វេងដៃបាទនៅខាងឆ្វេងដៃបង្ហាញអញ្ចឹងក្រោយពីយើងរៀបចំ description ហើយយើងចាប់ផ្ដើមដាក់ក្របបាទកន្លែងហ្នឹងគឺជា image ក្របសៀវភៅដែលអ្នកគ្រូរៀបចំអ្នកគ្រូទៅមាន file មួយជារូបភាពដែលអ្នកគ្រូសម្គាល់ថា file ហ្នឹងជាមេរៀនទី1បាទអញ្ចឹងអ្នកគ្រូចុចពាក្យថា add image ខាងក្រោមនេះអញ្ចឹងខ្ញុំទៅរើសយកទីតាំងដែលខ្ញុំបាន save file របស់ខ្ញុំឧទាហរណ៍ថាវាតកតងទៅនឹងបាទខ្ញុំ save នៅក្នុងត្រៃ E បាទក្នុងត្រៃ E ទៅកាន់ផ្នែកសិក្ខាសាលាបាទអញ្ចឹងខ្ញុំទៅមើលរូបភាពរបស់ខ្ញុំបាទអញ្ចឹងនេះបាទមេរៀនទី1ខ្ញុំរកឃើញហើយអញ្ចឹងទីតាំងរបស់រូបភាពនៃចំណងជើងគឺថាផ្លាកសភៅហ្នឹងយើងដាក់អញ្ចឹងមកបាទអញ្ចឹងវានឹង upload បាទអញ្ចឹងពេលវេលាដែលទៅរងចាំគ្រូរងចាំវាតិចទៅឥឡូវនេះគឺវាចេញហើយបាទមេរៀនទី1ឃើញទេផ្នែកខាងស្ដាំដៃគឺជាក្របសៀវភៅដែលនឹងចេញបែបហ្នឹងបាទហើយបើអ្នកគ្រូគិតថាអ្នកគ្រូមិនពេញចិត្តទេអ្នកគ្រូ remove ហើយ upload បាទនៅផ្នែកខាងក្រោមបើសិនបើអ្នកគ្រូ tick បាទកន្លែង decorative only នេះគឺមានន័យថាអត្ថបទហ្នឹងនឹងបង្ហាញនៅពេលដែលអ្នកប្រើប្រាស់ហ្នឹងយកម៉ៅរបស់យើងដាក់នៅលើរូបភាពដាក់ពីលើរូបភាពទៅវាបង្ហាញឧទាហរណ៍ខ្ញុំវាយនៅទីនេះនៅក្នុងប្រអប់នេះខ្ញុំវាយថាមេរៀនទី1មោទនភាពជាតិបើខ្ញុំវាយអញ្ចឹងហើយកន្លែងដែលត្រូវបង្ហាញបាទនៅពេលដែលយើងនៅផ្នែកខាងឆ្វេងដៃយើងបង្ហាញទៅវាកន្លែងចេញអក្សរមេរៀនទី1មោទនភាពជាតិនៅលើនឹងតែម្ដងបាទអញ្ចឹងនៅក្នុងចំណុចនេះខ្ញុំប្រើប្រាស់លក្ខណៈទម្រង់ធម្មតាខ្ញុំដាក់ឈ្មោះធម្មតាតែខ្ញុំមិនប្រើប្រាស់ decorative only នឹងទេបាទអញ្ចឹងខ្ញុំដាក់ថាមេរៀនទី1ហើយបើយើងដាក់ពណ៌នាខាងក្រោយទៀតក៏ដាក់ទៅបាទខ្ញុំដាក់ថារូបភាពមេរៀនទី1គឺសម្គាល់រូបភាពរបស់ខ្ញុំបាទអញ្ចឹងកន្លែងផ្កាយហ្នឹងគឺតម្រូវឲ្យអ្នកគ្រូបំពេញបើអ្នកគ្រូអត់បំពេញទេវាអត់បន្តទេហើយនៅកន្លែងនេះគឺមានន័យដូចគ្នាបាទបើយើងដាក់រូបភាពទី1ហ្នឹងហើយបើយើងដាក់ hover text ហ្នឹងគឺមានន័យថាយើងសេរីម៉ៅទៅលើខាងឆ្វេងដៃរបស់យើងហ្នឹងគឺវាបង្ហាញរូបភាពមេរៀនទី1អញ្ចឹងបាទអញ្ចឹងក្នុងកន្លែងនេះខ្ញុំសូមរក្សាប៉ុណ្ណឹងហើយខ្ញុំចាប់តាម scroll នៅខាងក្រោមបន្តិចទៀតបាទបន្ទាប់មកខ្ញុំចុចប៊ូតុងថា create បាទយើងរងចាំបន្តិចឯកសារនេះកំពុងតែ save បាទឥឡូវនេះឯកសារយើងរួចរាល់ហើយយើងទៅចូលមើលផ្នែក H5P content ជាមេតិការបស់យើងមានអីខ្លះបាទកំពុង loading បាទឥឡូវនេះគឺបញ្ចប់ហើយយើងឃើញមាន K10 L1 កិច្ចការផ្ទះយើងចុចលើវាមកហើយបន្ទាប់មកយើងចុចពាក្យថាប៊ូតុង edit
bà rong chăm với bản tích nhưng cầm pung tại riệp chòm loading mà ai cái xa để dựng thử cài sầm ruột mê đến nắng mà lại ní cứ bàn xong lại trái bà cam thí bàn ba rủi ro lại phần này hàng cóng bà cứ chỉ biết cá hay nơi phần này hàng lưới nó cứ chỉ chôm nòng chừng trứng chôm nòng trứng nhưng riệp chòm rủi ro lại nơi phần này hàng cóng chia đầm bòn bị xe và chia đầm bòn khấm để dựng thử riệp chòm biết cá thơm bách oi mình phép tẹt tiếng từ đó sao chứng biết cá từ ó năng bài là bằng hàng lấy nước sông từ phần này hàng truyền đây nó sông bà mới copy bà trong đoạn trường mê đến thì mũi bà chẳng trong copy này cái lại đầm bòn mùi chật pí âm nàn thì mùi bà phun một dòng cao nó khát cao bà dừng pra tam mê đến tích chỉ cùng đủ bằng chứng trong copy trong đoạn trường bà lại click copy máu rồi Ctrl C hay vô một đại trong đoạn trường này cái lại này bà chứng đã Ctrl V nhé bà ta cào một bát cào mới xong bắt thành bị cào tịnh bạn chẳng nít chi trong đoạn trường chứng trong đoạn trường bây giờ chứng chạy tránh bà chứng rất thì dọc miền tây ca bảo chứ vía bằng hai bà trong đoạn trường nó phải càng chuyển đầy bà chứng bật sân bà trong đoạn trường cô này trong đoạn mê đến bị sạc mai nào muối này cụ đạn chẳng cái lại nắng ạ vì năng bằng hai này càng chuyển đầy được bỏ dương ở nghị sự đăng thải dưỡng miền trong đoạn bờ man chẳng miền phê của man hay không miền tây ca muối đó ở này cụ ai đã rụp hiệp ấy là chuyển đầy đấy miền tây ca muối chúng ta rụp hiệp chẳng cao bị dựng ban trong đoạn chướng chẳng thành thành tì mùi ra bỏ dưỡng đại dương từ đã nó cứ hiệp chẳng là bảy đại này cụ chật bị thành thành lần máu rồi phải rốt bị thả image bà image này thì ná bà ở nơi thì này mà chẳng những chật được bị image để chỉ miệt cả bỏ dưỡng chẳng nấp nay càng chơi đáy dương chẳng phải cho hiệp mà dương chật bị thả s hay dương rơ mơ hiệp bạn chẳng nhầm xong rụp hiệp mới nít cứ chỉ rụp đầm làng oi mê mới này bà chẳng rụp hiệp nắng cứ dừng chọn bị tới hai chọn bị thá open bạn chẳng bật bón nâng đầm làng này chẳng bị đầm làng chóp vì nó bằng hán rụp hiệp nơi không miền tây cả bảo dưới nó phải càng cao mà so này chẳng là không alternative text mà dừng bị cho bị thá H5P interactive book bạn chẳng trong lòng chứ rụp hiệp nắng lực khu đựng khú đã oi xì kia mà mà đầm bay ở vì xí kia thì năng xong về đậu bút tê bảo dương mà công đã chung một sen mà cái này bị rụp hiệp ná đã rụp hiệp năng scroll một hàng khóm dương cho một tống thá update bà lời này cứ bảo bón công pung tài điệp chóm để sản tục và hơi lời này cứ rủi ro hái bàn trắng rụp hiệp đến nơi hàng để dương bàn 10 hàng sản đại này đầm lại nó cứ chỉ crop zipper mà dương miền description mà dương miền chung nón chướng mà nó cứ chỉ chung nón chướng hai bên hàng khóm bà cứ chỉ sẽ body dài mà chụp luôn nơi cái lại ní miền bờ tông mới chụp thả rít chẳng dừng ở trong ban bờ tông nắng chỉ bị rít đi dừng trong ao vía từ chỉ sọc mày chẳng đầm nó sái dừng từ cành bị thả edit và dừng đô language mà chẳng đô bị ăn lễ mà mày chẳng dừng school bằng hàng khóm rốt mơ bị thả text override and translation bây giờ chốt bìa mà chốt bìa bị năng tới mà cho một căn cột tích mà chốt bìa mà chẳng những chốt lư bê tông bìa tới chẳng dương mà mơ bị thá interactive book ba nệ read lại nè chẳng read lại nắng cứ chỉ bị sao ăn tê mà cứ nhé language cứ miền bị sao ăn hay miền bị chỉ chớ nơi hàng cao nó cứ chỉ ăn lì đây chẳng cái lại nắng dương cho select và những đồ bị ăn mà chia sọt mày mà dương scroll một hàng cao mà có một mơ bị thá Cambodia mà này thì này hơi xung học cuốn xung rập côngการងារ H5P ដែលបានបញ្ចូលអក្សរខ្មែរបើជាភាសាខ្មែរឲ្យបាននៅក្នុងកម្មវិធី H5P នេះបាទសូមអរគុណខ្លាំងអញ្ចឹងយើងកន្លែងនេះមានពាក្យថាអានវីដេអូអក្សរទៅជាអានបកប្រែទៅជាអាននេះដាក់ថាចូលអានវិញបាទចូលហើយក្រោយពីយើងដូរចប់យើង scroll មកខាងក្រោមចូលមកខាងក្រោមរហូតបាទយើងមើលពាក្យថា update mà chốt bật tông update này thế này bà nơi bên này cứ mê riêng bảo dưỡng bạn phơi bài cho bạn phim rồi chẳng phải cảnh chuyên đấy này cứ mình mê tịch ca chỉ trán được không bà âm nan ở môi chơi pi bà âm nan thì mùi đấy ở trong riệp trong ví oi đôi kia thì nắng mê tịch ca để được hàng sắm nè anh chứng bật tông châu An mấy những bạn đô pizza hay vậy bạn chứng bị rít từ châu An ấy plap đô pizza được rồi này bà lấy riêng chập ram ca đầm đời mê riêng chứng cho biệt thá edit nơi kháng lử bài rong chạm bằng tách dương chập đàm chạm thì tới bà này kháng cốm ní scroll cho bằng còng
bằng chứng miệt ca cả muốn dương bạc cát ban môi chạy pí bà cứ chi chùm nón trường mà chi chùm nón trường mê riến rồi bao giờ hai dương chập ra bắt tỏ tức cứ chạy biệt thá edpeg nó cứ bằng cát chùm nón trường môi tiết mà chỉ miệt ca môi tiết là cảnh phê để dương đạn miệt ca rong rồi chỉ Max the Word rồi cứ ai xem xế nhá mà miền rụp hiệp mà lấy gì miền rụp hiệp vậy mà rụp hiệp bởi dương cứ cả muốn dương đã rụp hiệp và tỏ máu dương add content môi tiết mà add content chứng dương picture miệt ca môi tiết này thế này chơi add content nắng phần này cảnh phê đáy mà dương chỉประเภท Max the Word chẳng cái lại contentในการสนับได้ดีรีบจอมนี่คือเธอโดยขึ้นในการช่วยได้สไฟรูปเปียทา Max the Word บ้านในที่นี้chẳng choเปีย Max the Word tới យើងទទួលបានផ្ទាំងនៃការរៀបចំកិច្ចការមេតិកាមួយបានជាងសុំបិទរូបភាពនៅខាងលើបន្តិចដើម្បីឲ្យផ្ទាំងការងាររបស់យើងហ្នឹងវាទូលាយបាទស្រួលធ្វើការបានជាងសុំបិទផ្ទាំងរូបភាពនេះហើយខ្ញុំនៅរក្សាទុកបើកផ្ទាំងដែលមានឈ្មោះថា Max the Word បាទអញ្ចឹងយើងមើលមេតិការបស់យើងគឺ content Max the Word ចំណងជើងបាទចំណងជើងនេះយើងដាក់ឲ្យដូចគ្នាមក Max the Word នៅទីនេះហើយចំណងជើងហ្នឹងនឹងបង្ហាញនៅផ្នែកខាងឆ្វេងដៃរបស់យើងខ្ញុំដាក់ថាជាភាសាខ្មែរបាទសូមបញ្ចូលជាភាសាខ្មែរ Max the Word ហ្នឹងគឺខ្ញុំប្រើថាចុចសម្គាល់ពាក្យបាទចុចសម្គាល់ពាក្យយកខ្ញុំដាក់ title នៅក្នុងមេតិការងនេះបាទហើយបន្ទាប់មកខ្ញុំលុបបាទខ្ញុំអត់ចង់បានពាក្យភាសាអង់គ្លេសខ្ញុំលុបទៅខ្ញុំប្រើតែភាសាខ្មែរបាទអញ្ចឹងខ្ញុំលុបហើយខ្ញុំសុំ scroll ចូលមកក្រោមបន្តិចបាទនៅក្នុងផ្នែក Max the Word កញ្ឆ្វេងដៃនេះខ្ញុំដាក់រួចរាល់ហើយវាបង្ហាញកញ្ឆ្វេងដៃអញ្ចឹងក្នុងរូបភាពបាទរូបភាពនេះកន្លែងនេះយើងដាក់មេតិបាទន័យថានៅក្នុងរូបភាពដែលយើងអាចបញ្ចូលក្នុងមេតិកាមួយនេះអាចបញ្ចូលជារូបភាពអាចជាបញ្ចូលជាវីដេអូឬក៏អាចបញ្ចូលជាសំឡេងបាទទៅនេះខ្ញុំសូមមិនដាក់អ្វីទេខ្ញុំរក្សាធម្មតាឥឡូវនេះគឺ task description ហ្នឹងគឺអ្វីដែលយើងត្រូវដាក់ព្រោះមានសញ្ញាផ្កាយពណ៌ក្រហមបាទយើង copy មកខ្ញុំសូម copy មកទៅនេះខ្ញុំសូម paste Ctrl C ហើយនៅកន្លែងនេះខ្ញុំដាក់ Ctrl V បាទណាអក្សរនេះអក្សរដិតអញ្ចឹងខ្ញុំសូមឲ្យវាជាអក្សរធម្មតាងាយស្រួលមើលបើមិនជាប់ប្រតិបត្តិហើយផ្នែកខាងក្រោមបាទគឺជាផ្នែកដែលលំហាត់ត្រូវតែជាចម្លើយដែលយើងត្រូវដាក់ឲ្យសិស្សជ្រើសរើសណាក្រៅពីយើងមានសេចក្តីពណ៌នាថាឲ្យសិស្សហ្នឹងបង្ហាញតួអង្គក្នុងភ្នំបយ៉ាងកោណខត្តកែវអញ្ចឹងយើងមានចម្លើយអញ្ចឹងចុចនៅក្នុងតំបន់នេះបង្ហាញចម្លើយអញ្ចឹងចម្លើយដែលត្រឹមត្រូវបាទយើងដាក់នៅក្នុងសញ្ញាផ្កាយសងខាងបាទយើងមាន instruction មើលហើយបាទអញ្ចឹងអ្នកគ្រូអាចទៅមើលបន្ថែមខ្លួនឯងបានឥឡូវនេះខ្ញុំសូម copy ដោយសារតែខ្លាច copy កញ្ឆ្វេងនេះវាពិបាក copy ខ្ញុំសូមចូលទៅផ្នែក edit នៃផ្ទាំងការងារកិច្ចការគំរូរបស់យើងបាទខ្ញុំសូម scroll មើលបន្តិចនៅក្នុងចំណុច1.2 បាទអំណាចទី1នៅទីនេះបាទអញ្ចឹងខ្ញុំសូម scroll មកខាងក្រោមដើម្បីរកពាក្យថា Max the Word នៅណាបាទក្នុងក្នុងមេរៀនរបស់យើងបាទនៅនេះជាចម្លើយអញ្ចឹងខ្ញុំសូម copy ដោយសារខ្ញុំមានចម្លើយរួចរាល់ហើយអញ្ចឹងខ្ញុំ copy វាទៅ Ctrl A បន្ទាប់ពី Ctrl A ខ្ញុំ Ctrl C ហើយខ្ញុំមកកន្លែងតំបន់ text file នេះគឺខ្ញុំ Ctrl V បាទអញ្ចឹងទីបន្ទាត់គ្នាមើលថាតើផ្នែកខាងឆ្វេងដៃនិងខាងស្ដាំដៃមានភាពស៊ីគ្នាដែរឬទេចម្លើយខ្ញុំបានដាក់នៅក្នុងសញ្ញាផ្កាយនៅសងខាងជាចម្លើយត្រូវឯចម្លើយខុសខ្ញុំមិនដាក់ទេបាទនេះយើងធ្វើតាមការណែនាំនៅក្នុងកន្លែង add rank បាទយើងអាចដាក់ភាគរយបានតែនៅទីនេះខ្ញុំមិនដាក់ទេខ្ញុំមកបញ្ចប់វាតែម្ដងបាទអញ្ចឹងខ្ញុំសូមបរួមវាបន្តិចហើយក្រោយមកខ្ញុំចុចពាក្យថា update តោះឥឡូវនេះយើងទៅមើលការងារដែលយើងបានរៀបចំពីចំណុចទី1គឺរូបភាពហើយទី2គឺប្រភេទកម្រងសំណួរ Max the Word បាទចុចប៊ូតុងចូលអានបាទឥឡូវនេះសូមបរិយាឲ្យធំបន្តិចស្រួលមើលបាទសិស្សក៏ដូចគ្នាដែរបាទអាចបរិយាចុចទៅមើលឃើញមេរៀននៃខ្លឹមសាររបស់ខ្លួនបាទនៅផ្នែកខាងឆ្វេងនេះបាទគឺជាចំណងជើងមេរៀនរបស់យើងហើយក្នុងចំណងជើងមេរៀននីមួយៗមានចំណុចចំណងជើងរងបាទជាប្រភេទសម្គាល់ពាក្យបាទអញ្ចឹងយើងផ្នែកខាងសម្គាល់ពាក្យនេះយើងអាច tick ពីលើពាក្យឧទាហរណ៍ថាយើង tick ទៅលើ
ឈ្មោះព្រះបាទបយ៉ាងកោទៅយើងបិទចម្លើយទៅឃើញហើយបើឧទាហរណ៍ព្រះបាទបយ៉ាងកោពួកសិស្សស្នំភ្នំបយ៉ាងកោយើងធីកនឹងសកអូបទូអង្គបើយើងធីកទៅយើងឃើញចម្លើយណាខុសហើយចម្លើយណាត្រូវហើយអញ្ចឹងយើងអាច play around នៅក្នុងទីនេះបន្តទៀតបានបាទឥឡូវយើងមិនរៀបចំកិច្ចការហ្នឹងទេយើង minimize វាត្រឡប់មកវិញ edit ទាំងបន្តទៀតដើម្បីរៀបចំកិច្ចការបាទអញ្ចឹងមាតិកាផ្នែកមាតិការងរបស់យើងហ្នឹងបានរៀបចំរួចរាល់ហើយទី1មានរូបភាពបាទទី2គឺមានប្រភេទ max to word បាទ max to word យើងរៀបចំហើយខ្ញុំសុំ minimize នេះមកយកមកដល់មាតិការងទី3បាទគឺ multiple choice បាទអញ្ចឹងផ្នែកខាងស្រាប់ដៃដូចគ្នាបាទសុំព្រីកមកហើយផ្នែក max to word ក៏ខ្ញុំរួមដែរអញ្ចឹងយើងបន្ថែមបាទ add content មួយទៀតបាទ content មួយទៀតគឺ multiple choice ហើយដូចនៅខាងឆ្វេងដៃអញ្ចឹងយើង add content មកបាទអញ្ចឹងយើងរើសយកកន្លែង content បាទរើសយកថា multiple choice បាទអញ្ចឹងរកមើលទីតាំងនៅតំបន់អក្សរមួយណាជា multiple choice នៅទីនេះបាទយើង tick វាមកហើយបន្ទាប់មកយើងដាក់ចំណងជើងបាទកាលណារើសយកមាតិកាមួយយើងត្រូវបញ្ចូលចំណងជើងមួយបាទចំណងជើងហ្នឹងដាក់ថា multiple choice អញ្ចឹងយើងយក multiple choice បាទ multiple choice ហើយខ្ញុំសរសេរជាភាសាខ្មែរបាទជ្រើសអត់ទេខ្ញុំសូមលុបពាក្យហ្នឹងហើយសូមប្រើប្រាស់ជាភាសាខ្មែរតែម្ដងអញ្ចឹងខ្ញុំសរសេរថាសំណួរពហុជ្រើសរើសដែលមានចម្លើយច្រើនបាទអញ្ចឹងនេះជាចំណងជើងនៃ multiple choice របស់ខ្ញុំហើយវានៅបង្ហាញនៅផ្នែកខាងឆ្វេងបាទដូចយើងបានបញ្ជាក់នៅខាងដើមមុនអញ្ចឹងបាទឥឡូវនេះយើងត្រូវការសំណួរមួយអញ្ចឹងយើងមកដល់កន្លែង question បាទតែមុននឹងមកដល់អ្នកគ្រូអាចចុចបន្ថែមជារូបភាពក៏បានបន្ថែមជាវីដេអូក៏បាននៅក្នុងទីនេះហើយខ្ញុំមិនប្រើប្រាស់ media ទេខ្ញុំប្រើប្រាស់ជាសំណួរចម្លើយតែម្ដងបាទអញ្ចឹងនៅក្នុងប្រអប់ question បាទនៅខាងឆ្វេងដៃនេះគឺជាសំណួរខ្ញុំ copy បាទ control C control A control C មកហើយមកខាងស្រាំដៃខ្ញុំដាក់ជា control V បាទអញ្ចឹងជាសំណួរដែលខ្ញុំចង់បង្ហាញហើយសំណួរនេះនឹងបង្ហាញចម្លើយរបស់វាអញ្ចឹងចម្លើយហ្នឹងគឺមានច្រើនបាទអញ្ចឹងនៅផ្នែកខាងឆ្វេងដៃនេះខ្ញុំ copy ចម្លើយមួយរួចយកទៅ paste នៅខាងស្រាំដៃបាទណាសំណួរហ្នឹងខ្ញុំយល់ថាជាចម្លើយត្រូវបាទយើងដឹងបាទប្រធានមេរៀនយើងបានដឹងថាសំណួរហ្នឹងគឺត្រូវហើយឥឡូវខ្ញុំសូមព្រមមានខាងឆ្វេងដៃបន្តិចដើម្បីងាយស្រួលមើល copy មួយទៀតយកមកដាក់នៅក្នុងផ្នែកខាងស្រាំដៃបាទសូមព្រមបន្តិចបាទជាចម្លើយទី2បាទចម្លើយទី2អញ្ចឹងសំណួរទី2ចម្លើយទី2ដូចគ្នាយើងមើលឲ្យស៊ីគ្នាបាទហើយកន្លែងនេះយើង minimize ទុកបាទឥឡូវនេះនៅសល់ផ្នែកខាងនេះគឺមាន2សំណួរទៀតបាទសំណួរទី3និងសំណួរទី4ហើយឥឡូវនេះយើងបានចាប់2សំណួរទេបាទយើងមាន2សំណួរទី3សំណួរទី4ហើយនៅផ្នែកខាងស្រាំដៃមានតែ2សំណួរទេយើងត្រូវបន្ថែមបាទងាយស្រួលទេកន្លែងនេះគឺយើងចុចពាក្យ add បាទ add option នៅទីទៅបន្ថែមសំណួរអញ្ចឹងយើង copy នៅផ្នែកខាងឆ្វេងដៃមក paste នៅខាងស្រាំដៃបាទហើយប្រកាសថាជាចម្លើយត្រូវបាទចម្លើយត្រូវសូម minimize បន្តិចហើយកន្លែងនេះខ្ញុំ copy ផ្នែកសំណួរទី4បាទយើង minimize ហើយខ្ញុំមក paste នៅក្នុងសំណួរទី4ហើយសំណួរទី4នេះខ្ញុំមិនដាក់ចម្លើយត្រូវទេដោយសារតែចម្លើយនេះគឺដាក់អញ្ចឹងគឺខុសហើយមកខុសហើយអញ្ចឹងខ្ញុំរក្សាទុក3ចម្លើយជាចម្លើយត្រូវបាទ3ចម្លើយជាចម្លើយត្រូវហើយមួយសំណួរនេះគឺសំណួរខុសឥឡូវខ្ញុំ minimize បន្តិចបាទ minimize យើងរៀបចំឲ្យហើយនៅកម្រងសំណួរពហុជ្រើសរើសដែលមានចម្លើយត្រូវហើយយើងចុច update ទៅបាទ update ទៅហើយយើងទទួលបានមេរៀនដែលយើងបានមើលពីលើកមុនអញ្ចឹងតែខ្ញុំសូមមិនចុច update ទេខ្ញុំមកដល់ content មួយទៀតគឺមានឈ្មោះថា drag the word បាទអញ្ចឹងចុច add content មកហើយស្វែងរកពាក្យថា drag the word បាទ drag the word អញ្ចឹងនៅឯណា drag the word មានអក្ខរក្រមហើយបាទលោកគ្រូអាចរកមើលពាក្យថា drag the word នេះ drag and drop មិនដូចជា drag the word ទេបាទ drag the word គឺយើងទាញឬក៏អូសពាក្យទៅទម្លាក់ហើយ drag and drop មានន័យមួយទៀតបាទមានន័យមួយទៀតតែ option នៃមាតិកានេះគឺ drag and drop បាទអញ្ចឹងសូមលុបពាក្យ drag and drop ចោលហើយខ្ញុំសរសេរភាសាខ្មែរថាអូសទម្លាក់សូមស្គាល់ចុះមកក្រោមបន្តិចបាទនៅក្នុងកន្លែងនេះយើងមកមើលបន្តគឺផ្នែកបន្តទៀតគឺ image នេះលោកគ្រូអាចដាក់បានតែនៅទីនេះខ្ញុំសូមមិនជ្រើសរើសទេបាទឥឡូវនេះយើងមកមើលផ្នែកខាងឆ្វេងដៃបន្តគឺខ្ញុំ copy task description នៅកន្លែងនេះមក paste នៅក្នុងប្រអប់មួយនេះបាទហើយខ្ញុំសូមដូរពាក្យខ្លាទីនទៅជា o វិញបាទចូលនេះអូទម្លាក់ពាក្យទៅក្នុងប្រអប់ឲ្យបានត្រឹមត្រូវបាទនៅផ្នែកខាងនេះ
bà kim sum copy ở tập bọt nắng mà copy ở tập bọt nắng vô một paste cú ai mà mơ chùm lưỡi mà nó chỉ chùm lưỡiใน instruction ในการប្រើឧបករណ៍នេះបាទអញ្ចឹងផ្នែកនៅកន្លែង text បាទខ្ញុំសូម paste បាទ control V បាទអញ្ចឹងនៅក្នុងអត្ថបទរបស់យើងគឺឲ្យសិស្សហ្នឹងអូសទម្លាក់ពាក្យបាទពាក្យឧទាហរណ៍ថាពាក្យនេះសក់ក្អូបហ្នឹងយើងដាក់នៅក្នុងផ្កាយបាទមានសញ្ញាផ្កាយដាក់សងខាងដើម្បីឲ្យអត្ថបទហ្នឹងឲ្យសិស្សហ្នឹងអូសពាក្យទាំងអស់ហ្នឹងចូលទៅក្នុងប្រឡោះទាំងអស់ហ្នឹងបាទអញ្ចឹងយើងមាននឹងសក់ក្អូបយើងមានស្ដេចសៀមជ្រោះផ្លូវគ្នាហើយនឹងមហាសាគរហើយបន្ទាប់មកផ្នែកខាងក្រោមនេះគឺ distractor បាទយើងអាចបញ្ឆោតចម្លើយមួយទៀតណាយើងដាក់ឲ្យលើសយើងមាន4ពាក្យយើងដាក់5ពាក្យទៅឧទាហរណ៍ថាខ្ញុំជ្រើសរើសយកពាក្យ1 2 3បាទខ្ញុំ1 2 3គឺយើងយកទៅតម្លាក់នៅក្នុងនេះជាគំរូឧទាហរណ៍ទេតែលោកគ្រូបែរជាអាចដាក់ពាក្យផ្សេងជាងហ្នឹងដើម្បីបន្លំមិនអញ្ចឹងសិស្សគាត់មិនអាចយកពាក្យហ្នឹងយកទៅតម្លាក់ទេបើយកពាក្យហ្នឹងទៅតម្លាក់ហ្នឹងខុសហើយមិនអញ្ចឹងខ្ញុំអាចដាក់មកពាក្យទៀតថា4 5 6អញ្ចឹងពាក្យពីពាក្យនីមួយៗហ្នឹងគឺមានសញ្ញាផ្កាយដូចគ្នាឥឡូវនេះខ្ញុំដាក់តែមួយពាក្យទេបាទគឺមានចំនួន4ពាក្យនៅខាងលើបូកនឹងមួយពាក្យនៅកន្លែងបន្លំមួយទៀតវាទាំងអស់5ពាក្យបាទខ្ញុំសូម scroll ចូលមកខាងក្រោមបន្តិចឥឡូវយើងមើលទៅលើបន្តិចវិញបាទឥឡូវខ្ញុំសូមបញ្ចប់វិញ្ញាសានឹងហើយគឺតើតើនឹងitem អូទម្លាក់ពាក្យខ្ញុំត្រឡប់មកបន្តទៀតគឺខ្ញុំព្រមនៅទីនេះឥឡូវយើងមកដល់ចំណុចមួយទៀតគឺមេត្តា true false question បាទជាកម្រងសំណួរដែលយើងសួរខុសត្រូវបាទឥឡូវយើង add content មួយទៀតរកមើលពាក្យថា true false បាទនៅទីតាំងណាបាទនៅកន្លែងនេះអញ្ចឹងយើង tick នៅលើ true false question ហ្នឹងហើយបន្ទាប់មកយើង scroll ចូលមកក្រោមបន្តិចហើយក្នុងចំណុចកន្លែងនេះបាទផ្នែកខាងឆ្វេងដៃនេះគឺ true false question ជា title បាទជា title អញ្ចឹងនៅកន្លែងនេះខ្ញុំសូមលុបពាក្យចោលហើយដាក់ថាសំណួរខុសត្រូវបាទខុសស្លាស់មកខ្ញុំដាក់ត្រូវជាសំណួរខុសត្រូវជាភាសាខ្មែរហើយផ្នែក question បាទខ្ញុំសូម copy ផ្នែកខាងឆ្វេងដៃselect វាមក control A ហើយបាទកន្លែងនេះគឺ control C control V បាទណាយើង control V មកយើងបង្ហាញអត្ថបទរបស់យើងអញ្ចឹងក្រោយពីយើងបង្ហាញចប់យើងនឹងកំណត់ថាតើសំណួរខុសត្រូវរបស់យើងមានតែ2ចម្លើយទេមានចម្លើយមួយខុសនិងចម្លើយមួយត្រូវឥឡូវនេះខ្ញុំសូមឲ្យជ្រើសរើសយកប្រភេទចម្លើយត្រូវបាទបើសិនបើ clear ហ្នឹងជាចម្លើយខុសយើងរើសយកខុសមកហើយដោយសារតែ clear នេះជាចម្លើយត្រូវអញ្ចឹងកន្លែងនេះយើងយកពាក្យថា true បាទយកពាក្យថា true បាទឥឡូវនេះយើងបានបញ្ចប់ប្រភេទកម្រងសំណួររងមួយទៀតដែរមានសុំ minimize បន្តិចនៅក្នុងកន្លែងនេះយើងមកដល់ចំណុច multiple choice របស់យើងគឺជាប្រភេទសំណួរពហុជ្រើសរើសដែលមានចម្លើយច្រើនបាទអញ្ចឹងសិស្សរត់រើសចម្លើយច្រើនលើសពី1បាទអញ្ចឹងយើងអាចដាក់ចម្លើយ3អីត្រូវអញ្ចឹងទៅហើយ1ខុសអញ្ចឹងទៅឬចម្លើយ4អញ្ចឹងទៅ1ខុសទៅបាទឥឡូវយើងចុចលើមាតិការបស់យើងហើយរើសយកពាក្យថា multiple choice ឥឡូវនេះខ្ញុំសូម copy ជាសំណួរមកដាក់នៅកន្លែងនេះត្រង់ប្រអប់ question ខ្ញុំដាក់ paste ហើយខ្ញុំដូរចំណងជើងខ្ញុំដាក់ថាសំណួរពហុបាទជ្រើសរើសដែលមានចម្លើយច្រើនបាទនេះគឺជាដាក់ប្រភេទសំណួរហ្នឹងឲ្យសិស្សដឹងថាអូអាហ្នឹងមានចម្លើយច្រើនអញ្ចឹងបាទបន្ទាប់មកខ្ញុំចាប់ផ្ដើម copy ចម្លើយនៅខាងឆ្វេងដៃនេះខ្ញុំ copy បាទភូមិបាក់កូដបាទហើយភូមិបាក់កូដនេះជាចម្លើយត្រូវបាទហើយបន្តមកទៀតខ្ញុំ copy ភូមិសានបនជាចម្លើយត្រូវដូចគ្នាខ្ញុំ tick នៅលើកន្លែង correct បាទឥឡូវនេះគឺនៅសល់ប្រអប់បាទចំនួន3ចម្លើយទៀតអញ្ចឹងខ្ញុំសូមបន្ថែម add option បាទអញ្ចឹងយើង copy ខេត្តតាកែវមក paste នៅទីនេះហើយ correct អញ្ចឹងខេត្តតាកែវក៏ត្រូវដែរហើយភូមិសានលុងបាទភូមិសានលុងអញ្ចឹងខ្ញុំចាប់ផ្ដើម add option មួយទៀតហើយខ្ញុំ paste ហើយក៏ជាចម្លើយត្រូវដែរបាទអញ្ចឹងក្នុងចម្លើយទាំងអស់ហ្នឹងគឺត្រូវទាំងអស់តែម្ដងបាទអញ្ចឹងចម្លើយប្រភេទសំណួរដែលគិតថាតើទីកន្លែងណាខ្លះជាប់ឈ្មោះក្នុងរឿងហ្នឹងគឺយកចម្លើយត្រូវទាំងអស់តែម្ដងបាទឥឡូវសូមបិទឲ្យបានតូចតិចបាទអញ្ចឹងយើងមានកម្រងសំណួរច្រើនបាទសំណួរនេះគឺក្នុង content មានមួយហ្នឹងអាចមាន2ឬក៏យើងអាចបង្កើតវាច្រើនទៅតាមចំណង់ចំណូលចិត្តក៏បានពេលជ្រើសរើសហ្នឹងបាទឥ
lấy xong mà khánh phơi đáy và dương brom vía mà brom mà tôi tách dương khơi này sọ trong định một tiết cứ Mark Stewart ba mọc hàng sam đây bính dương chập đàm rơi dọc ad content một tiết hay dương vô biệt tham Mark Stewart xong mưa ác rạc rõm mà Mark Stewart cứ nơi thế này và còi móc dương chập đàm một cái trong đoạn trường ba là nước trong copy mà copy Mark Stewart nữa mà đặt lại này hai trong đồ viết hai chi sông cọt bịa mà Mark Stewart cứ sông cọt bịa hai trong một copy task description nơi bài cảnh phê đáy từ tùm lẹ nó không prop task description nơi kháng giảm đầy đợi đã sông núa ở dưới bằng hai ông pí cao không được đi mà chẳng trong một cảnh phê đáy nó không text field hai trong paste mà nó cả giảm đầy nó không text field được nè bằng chứng ở biết để dương kết hai chi p về lý dương đạn được không sinh nhập cái mà sinh nhập cái cứ sông cọt bịa tại sao tới thích mà tới chọn hay bịa xem vì nắng dương đã khâu mà chẳng dương đăng hai thao nhiều xa bởi dương đã mối được không bị nắng tập bị nạc lá chỉ p về lý dương tới điệp chóng ở bàn lò mà chẳng xác quát chọn từ lưỡi bị nắng tới chẳng quát nắng đăng chầm lại được bạc quát này mà lấy đức trong để sai trong sông núi đi trong điệp chóng đi rồi hát trong tôi tách hai sông bắt tỏ từ khám này cảnh chuyện bà lấy sông brom này cảnh chuyện này được kia dương mà đo trong lại một tiết cứ Mark Stewart đôi kia bằng chất trong bật thêm Mitica một tiết mà cứ dọc bị tham Mark Stewart ca bị hàng đám dương dọc bị Mark Stewart cứ sông quá từ lứa bị thả ca bà lấy nước chỉ xoay dọc bị tham Mark Stewart này nè bà sông mơ chị đã không mà này nè play ra bị trơn bị và sông mơ lời tin đi của bà khơi nhé mà càng lừa bịa thá memory game mà này thế này anh trắng dương copy được nhé mà dương bà hàng bịa cả không rơi về đó anh trắng lại thay thó dương sông cọt bịa mà dương sẽ xây bịa thá sông cọt bịa hai phần này task description dương bà hàng bịa cả mà anh trắng không rơi đi dương miền bọt muối để nó thành chuyện đấy mà dương bị chỗ nó không thành xuyên lắm bác chú mà điệp trong hai ấy từng chùm lái mà cứ chỉ ti cái lạnh mà chứ không xây nhà ti cái lạnh nữa cứ trong đạn nước nóng xây nhà cái bị đầm bòn muối cứ chỉ ti cái lạnh nhưng mà chứ bị phù bạc cốt cứ ti cái lạnh đấy hay mình bị xem thiết đại tiện tôn ti cái lạnh trong đạn nước nóng xây nhà cái mà chỉ chùm lại tới chứng sát thời cho nước nóng xây nhà cái nữa hay mà nè đầm bay ở đây bàn chỉ chùm lại tới hai percent về sát cho kho bị nó cứ kho bà lấy xong bùm thích lấy nó cho update mà đó ta lấy nó dương từ mưa này xem xén đại diện bàn điệp trong rồi hãy hay về đại diện điệp trong rồi hãy dương ai khơi Mitica để dương ban điệp trong bài lấy ní cứ dương cho châu án mà bật tông châu án này cái này ní hay xong bưng đi vợ thông mình tạch bài dương khơi hái được không mì đến bài dương mùi muối miên chùm nón trứng nâng chùm nón trứng rồng bài dương xong pra Mitica bài dương chùm nón trứng rồng cái nhé bà miên xong được khó trâu miên sum nô bị hụt trời rơ mà chuyện chơi tới bây giờ đo tiền mình tại mà đó sum cọt bịa mà nó chỉ về lý hay năng mùi tiết mà sum cọt bịa hay nó cứ có gì bị nhiệt sáng sum cọt bịa này bài chứng khôngประเภทtrong lòng chương đó chưa miền trán nó không khăm xá mê điên mùi hay những bàn điệp trong mì nắng lo hái sum đạp xa và tỏ là nước chương sông xa là bong về lý chương chơi lơ biết tới bà chơi lơ biết tới bờ bịa nó cái tham bịa mới ai chỉ về lý hơi là nước cho mình vừa thấy xong bờ mà tôi tách mà tỏ là nước dương từ cả đồng đấy thật tá miên như xa ấy là thiết định là sao mà chẳng đưa là sao bắt to tiết mà được này cảnh phim này ní là sao bị xung đột khó trừ mà chẳng nhầm xong bờ về mà đó mùi mà đầm bầy ở tiền càng như là bảo dưỡng miền phim tu lý để không cả vừa bà bờ xung đột biểu chế rơ bà bờ hôm Mark Stewart hay năng mùi tiết cứ Mark Stewart mà bắt to bị bùm hay giờ mới phải cảnh phim đấy là so sầm lúa trời khô bà cứ là so sầm lúa trời khô truth and false question mình đọc thành cảnh cáo như sầm mưa tích và bạn cho nên so tập pi trong nội tế bạn thì mới cứ truth and false question này anh và to lại dương từ bậc cao sầm lúa tạo nếu dương trong thành cảnh sắm cứ dương add content mà add content không Mitica ní dương chập ra một mưa bịa xả do thí và dương scroll một cảnh cáo máu thì bà ní cứ truth for question rơi vô vì màu mà rơi vô vì màu hai cái này nick trong sông cài tới chia
សខ្មែរមកសំណួរត្រូវខុសមកសំណួរត្រូវខុសផ្នែកខាងឆ្វេងដៃបាទខ្ញុំ copy ប្រភេទសំណួរមកទម្លាក់នៅខាងស្នាមដៃបាទហើយសំណួរនេះយើងបានដឹងហើយថាតាមរយៈឈ្មោះស្រុកភូមិនិងទីកន្លែងរហូតមកដល់ពិតប្រាកដនេះដល់អាស៊ីអាគ្នេយ៍នេះបាទជាសំណួរហ្នឹងតើជាសំណួរត្រូវឬខុសបាទអញ្ចឹងក្នុងអត្ថបទដែលយើងបានបង្ហាញនេះលោកគ្រូដឹងច្បាស់ហើយថានៅពេលដែលយើងដាក់សំណួរខុសត្រូវគឺមានតែ2ចម្លើយទេចម្លើយមួយត្រូវហើយចម្លើយមួយទៀតខុសហើយខ្ញុំជ្រើសរើសយកសំណួរនេះមកសំណួរនេះគឺបញ្ជាក់ថាជាចម្លើយត្រូវអញ្ចឹងខ្ញុំ tick កន្លែង true បាទ tick កន្លែង true តោះ minimize វាបន្តិចបាទតកតងនឹង audio បាទតកតងនឹង audio វិញម្ដងហើយយើង update មកបាទដោយសារតែ audio នេះយើងមិនរៀបចំទេបាទអ្នកគ្រូអាចបង្កើតវាដោយខ្លួនឯងបានតោះឥឡូវនេះយើងទៅមើលមេតិការបស់យើងទាំងអស់គ្នាសូមបរិយាយធំបន្តិចហើយអ្នកគ្រូចុចចូលអាននៅទីនេះបាទនេះគឺជាមេតិកាមេរៀនមួយរបស់យើងហើយបរិយាយធំបាទអញ្ចឹងយើងមានមេតិការងដែលយើងបានបញ្ជាក់ខាងដើមមកយ៉ាងហើយយើងមានមេតិការងចុចសម្គាល់ពាក្យយើងមានសំណួរពេលជ្រើសរើសរហូតដល់សំណួរត្រូវឬខុសនៅផ្នែកខាងក្រោមបាទផ្នែកខាងក្រោមអញ្ចឹងបាទបើសិនបើត្រូវយើងធីកត្រូវទៅបាទយើងពិនិត្យចម្លើយមើលបាទនេះជាអ្វីដែលយើងបានរៀបចំមកចុងក្រោយគេបាទអញ្ចឹងសិស្សត្រូវធ្វើកិច្ចការបាទពីចំណុចសំណួរទី1រហូតដល់ផ្នែកខាងក្រោមនេះគឺកន្លែងដែលសង្ខេបនិងប្រគល់សន្លឹកកិច្ចការបាទគាត់បានធ្វើបន្ទុកមួយបាទគឺបានតែមួយសំណួរទេគឺសរុបបន្ទុកនោះ35បាទយើងមានចំនួន35បន្ទុកជាអន្តរកម្មបាទហើយគាត់ធ្វើបានតែមួយបន្ទុកទេហើយគិតជាភាគរយវឌ្ឍនភាពសកម្មអន្តរកម្មរបស់គាត់ហ្នឹងគឺតែ13%ទេបាទគាត់នៅសល់អន្តរកម្មច្រើនបាទហើយនេះយើងអាចរើសបានរើសអន្តរកម្មទាំងអស់បានន័យថាវាបង្ហាញសំណួរចម្លើយទាំងអស់បើយើងគិតថាជាអន្តរកម្មដែលសិស្សហ្នឹងគាត់មិនទាន់បានឆ្លើយបាទយេនេះនៅសល់ច្រើនបាទយើងឃើញទេបាទហើយបើយើងបានបង្ហាញទាំងអស់គឺវាមានចម្លើយដែលសិស្សបានឆ្លើយនៅចុងក្រោយគេគឺសំណួរខុសត្រូវគាត់ឆ្លើយបានមួយអញ្ចឹងបាទហើយផ្សេងទៀតហ្នឹងគឺអត់បានឆ្លើយទេបាទអញ្ចឹងផ្ទាំងនេះខ្ញុំសូមបិទត្រឡប់មកវិញតោះឥឡូវនេះយើងចូលទៅមើលតើមេរៀនមួយណាដែលនៅសល់បាទឥឡូវនេះយើងចុចពាក្យប៊ូតុង edit ត្រឡប់ទៅកាន់កិច្ចការផ្ទះរបស់យើងវិញម្ដងខ្ញុំសូមពិនិត្យមើលបន្តិចនៅក្នុងចំណុចនេះគឺ scroll ចូលមកខាងក្រោមបាទយើងបន្ថែមមេតិកាមួយទៀតបាទជាមេតិកា text នៅក្នុងអត្ថបទរបស់យើងបាទអញ្ចឹងសូម scroll មកខាងក្រោមទៀតបាទយើងចុចទាញចុះមកលឿនជាងបាទនៅក្នុងរ៉ាយនេះគឺយើង add content មួយបាទអញ្ចឹងយើងធ្វើការបញ្ចូលអត្ថបទផ្នែក text បាទនៅក្នុងយើងរើសពាក្យ text ដើម្បីបញ្ចូលអត្ថបទអញ្ចឹងយើងគ្រាន់តែរើសមេតិកាហ្នឹងមកហើយយើងបញ្ចូលអត្ថបទទៅក្នុងប្រអប់ text នេះវាយអក្សរថាឧទាហរណ៍ថាកខកងបាទកខកខងបាទនេះជាអត្ថបទដែលយើងបញ្ចូលនៅក្នុងហ្នឹងបាទអញ្ចឹងអត្ថបទហ្នឹងអ្នកគ្រូអាច copy ពីសភៅគ្រូឬក៏សភៅសិស្សដែលជាអត្ថបទយកមកបញ្ចូលនៅក្នុងទីហ្នឹងហើយអត្ថបទហ្នឹងអ្នកគ្រូអាចបង្ហាញសិស្សបានបាទអញ្ចឹងយើងអាចរៀបចំវាទៅបាទរៀបចំវាទៅទាញវាឡើងទៅលើម្កលទៅបាទខ្ញុំយល់ថាវាដូចជាពិបាកអញ្ចឹងយើងអាចចុចប៊ូតុងមួយនេះ order ឡើងទៅលើឃើញទេបាទ order ឡើងទៅលើនៅអត្ថបទកខកយើងត្រង់ណាបាទហើយបាទរកមើលអញ្ចឹងប្រើវិធីនេះពិបាកអញ្ចឹងពិបាកយើង minimize វាទុកសិនមកបាទ minimize ទុកធ្វើយើងម្កលវាបាទកាន់គ្រូបើកទាំងអស់អញ្ចឹងវាពិបាកអញ្ចឹងយើងទៅបិទម្ដងមួយមកស្រួលម្កលបាទនេះជាមេតិការងរបស់យើងបាទនេះសំណួរខុសត្រូវរួចហើយសំណួរខុសត្រូវបាទបន្តមកទៀតយើងអូសទម្លាក់បិទទៀតមកបាទសុំបាទបិទទៀតសំណួរទៀតបាទគឺសំណួរបើជ្រើសរើសបិទនេះបិទបានច្រើនបាទបានច្រើនចុចសម្គាល់ពាក្យក៏បិទបាទសុំបិទហើយយើងអាចបាទរៀបចំបិទរូបភាពមួយទៀតបាទអញ្ចឹងឃើញទ្រង់ទ្រាយតែមូលរបស់យើងហើយបាទហើយមើលណាជាអត្ថបទបាទអញ្ចឹងចុចកន្លែងហ្នឹងទាញឡើងទៅបាទងាយស្រួលទេយើងបិទអស់ហើយយើងឥឡូវយើងដាក់វានៅពីលើឬពីក្រោមរូបភាពបើយើងដាក់វានៅពីលើរូបភាពបាទហើយដាក់ពីលើរូបភាពអញ្ចឹងបានយើងមានអត្ថបទមួយយើងមានអត្ថបទកខកហ្នឹងហើយបន្ទាប់ពីអត្ថបទកខកហ្នឹងគឺចូលដល់រូបភាពតែម្ដងបាទហើយបើយើងមិនពេញចិត្តយើងទាញយកមកដាក់ខាងក្រោមវិញមកបាទបន្ទាប់ពីរូបភាពហើយគឺមានអត្ថបទកខកហ្នឹងអញ្ចឹងទីតាំងអ្នកគ្រូអាច
mù cho mù làng tay nó khu bùm vì rồi tôi tới đồng bì nghi xuống là không cả tiền tầm lẹ mà tiền tầm lẹ xung cầm rong xung núi vui ná có gì ai bắt đầu thì tăng bạn là nếu riêng bật thêm tech show không ada bot này tech bao giờ nó cứ có khó cổ tỏ cho update máu được đăng 2 thà về để dựng update chẳng ada bot nó bị trốn cho từ không kịch ca bao giờ mà tỏ là nếu riêng cho anh và dùng xung bật việc thông bản tech bạn ấy cứ chỉ ada bot này rụp hiệp như mình rụp hiệp hái cứ ada bot có khó cổ này bác xung bật vì tập lập một vĩnh hơi cho từ bác vì hai xung bằng rỉ để thông bản tech nơi từ này bạn ấy cứ chia cầm rong sầm nua rồi bỏ dương thằng đam miên để không chịu đi chẳng dương miên sầm nua bị ủ chơi rồi và nơi bên này càng chế dương trọi tới hơi bên này càng sẫm và bằng hàng và chỉ cả chậm lại dẫn dương thử rồi mà thì họ tha dương rồi vô thằng và dương khơi hái chậm lại đại ban bằng hàng cứ bây giờ rồi cho sầm nua thì pi nắng cứ khổ mà cái pi nắng cứ chia chậm lại đại dương cầm nọt hạt trời chẳng không ca cái này bình tú vì miền bay bình tụ để xa tại dương rơi dọc chùm lại kho mùi bình tụ chẳng vì đọ mùi bình tụ chanh mà chẳng không mùi không bay nữa mà thà bây giờ rơi kho chùm lại nào muối có vị đọ chanh đời xoay vào vỏ đà mà chẳng hai không ca cầm nọt cầm rong xong đồ ní bón cầm nọt ở để xoay vào vỏ thái với người miền là vậy thử cài trái rư cầm nọt vậy muối tam đầm rơi ca rồi bỏ luôn dương bán đi mà nếu chỉ cả cầm nọt bỏ bón mà dương khơi hái cứ bay bình tụ trời bấy hai quạt kho muối chẳng quạt bàn pi bình tụ mà dương chạch bê tông bằng 200 lại trời mà chẳng không bê tông nít cứ bằng 200 lại ná đa tầm trời hai để xa tại trong là tivi này kho mà chính dương ai xa là bong phơm đón tiết có bàn đá lời cùng rư vô trong lực mini tới mà chẳng dương bàn bay bình tụ mà trong lái cứ đen đấm và đón lịch pin nó lịch bấy cứ về xoay vào vọt mà tại mà đòn PVLA Sekha Sala បានមកដល់ទីបញ្ចប់សូមលោកគ្រូអ្នកគ្រូយកបច្ចេកវិទ្យានេះទៅអភិវឌ្ឍបង្កើនគុណភាពបង្រៀនដើម្បីអនាគតសិស្សនៅប្រទេសកម្ពុជាយើងសូមគោរពជូនពរលោកអ្នកទទួលបានសុខភាពល្អនិងជោគជ័យគ្រប់ភារកិច្ចជម្រាបលាសូមអរគុណ